ស្វាគមន៍មកកាន់เพจចំណេះដឹងក្នុងការជួញដូរហាងឈីមាសប្រចាំថ្ងៃនេះយើងធ្វើសារជាថ្មីដូចទៅនឹងរាល់ដងអំពីការវិភាគហាងឈីមាសផ្នែកបច្ចេកទេសអំពីតម្លៃគួរតែចូលទិញនិងលក់ប្រចាំថ្ងៃផងដែរយើងឃើញថាតម្លៃមាសនៅព្រឹកថ្ងៃពហុទី16ខែកក្កដាឆ្នាំ2026នេះនៅតែរងសម្ពាធធ្លាក់ចុះកត្តាដែលជំរុញរងសម្ពាធធ្លាក់ចុះរបស់តម្លៃមាសនោះគឺទាក់ទងទៅលើភាពភ័យខ្លាចនៃអតិផរណាការឡើងជុំវិញចំនួននៅឯមជ្ឈមបូព៌ានិងការរក្សាត្រាការប្រាក់ឲ្យនៅខ្ពស់ក្នុងរយៈពេលវែងរបស់ធនាគារកណ្ដាលអាមេរិកអញ្ចឹងកុំឲ្យខាតពេលយូរយើងមកតាមដានការវិភាគបច្ចេកទេសវិញថាតម្លៃណាដែលយើងអាចគូចូលទិញបានបើយើងក៏លេចមកការវិភាគបច្ចេកទេស technical វិញយើងឃើញថាមាសកំពុងតែស្ថិតនៅក្នុង ranking មួយមិនប្រកបជាថាមានការកើនឡើងឬក៏ធ្លាក់ចុះនៅឡើយទេនៅពេលបច្ចុប្បន្នឬយើងហៅថាស្ថិតនៅក្នុង zone consolidation និងតម្លៃ pivot កណ្ដាលផងដែរមាសបើយើងមើលទៅលើលំហូរវាស្ថិតនៅក្នុងលំហូរមិនប្រកបថាបែកឡើងនិងបែកចុះវាស្ថិតនៅកណ្ដាលនៃ ranking របស់វានៃការកើនឡើងនិងធ្លាក់ចុះពី48មករកកម្រិត40.00បាទចឹងមាសនៅពេលបច្ចុប្បន្ននេះបើយើងមើលលក្ខណៈ short term trend វាស្ថិតនៅក្នុងទំនោរ down trend អ្វីដែលយើងគួរតែចូលទិញនិងចូលលក់នៅព្រឹកនេះគឺយើងអាចលក់បានពីតម្លៃបច្ចុប្បន្ននេះមករកកម្រិត0.4017ឬមួយក៏0.4000បាទនេះគឺជាតំបន់ដែលវាអាចធ្លាក់មកដល់នៅក្នុងថ្ងៃនេះអញ្ចឹងកម្រិតបន្ទាប់ករណីបើវាធ្លាក់មកបន្តទៀតវានឹងមករកនៅក្នុង0.398បាទ0.398គឺជា0 support ចាស់របស់វាមុន0.398នេះគឺជា0 support ចាស់របស់វាមុនកាលពីសប្តាហ៍មុនផងដែរអញ្ចឹងគោលដៅនេះបើសិនជាវាធ្លាក់មកដល់គឺយើងអាចចឹងគោលដៅនេះបើសិនជាវាធ្លាក់មកដល់គឺយើងអាចទិញឡើងបានដូចគ្នាដែរពីតំបន់0.398នេះបាទអញ្ចឹងគោលដៅទិញមានទី1គោលដៅទី2គឺនៅក្នុងតំបន់3940បាទនេះគឺជាគោលដៅនៃការកើនឡើងចុងក្រោយឬមួយក៏តំបន់ទិញចុងក្រោយផងដែរអញ្ចឹងមាសអត់ទាន់ទៅណាឆ្ងាយទេនៅក្នុងថ្ងៃនេះនេះគឺជា0ទិញហើយនឹងសម្រាប់0 sell គឺនៅខាងលើដដែលករណីបើសិនជាវាបែកពីតំបន់0ខាងក្រោមទៅលើវិញវាអត់បំបែកអញ្ចឹងយើងអាច sell ពីតំបន់នៅក្នុង0.46បានអញ្ចឹងយើងមានតំបន់ sell និងតំបន់លក់ដូចគ្នាអញ្ចឹងករណីបើវា break out លុះត្រាតែវាបែកនៅក្នុងតំបន់ resistance នេះសិនហ្នឹងបានវាស្ថិតទៅរកតំបន់4120ឬមួយក៏4200វិញតែបើវាស្ថិតនៅខាងក្រោម trend line មានន័យថាវាស្ថិតនៅក្នុងទំនោរ down trend អញ្ចឹងការវិភាគបច្ចេកទេសគឺមានប៉ុណ្ណឹងមានអាប់ដេតខ្ញុំអាប់ដេតនៅក្នុង team VIP Signal បន្ថែមជាចុងក្រោយសម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍អំពីការទិញលក់ហាងឆេងមាសឬមួយក៏កក់ហាងឆេងមាសតាមរយៈទូរស័ព្ទដៃបងប្អូនអាចធ្វើការទំនាក់ទំនងមកតាមរយៈលេខទូរស័ព្ទបានពួកយើងនឹងមានការ support ឬជាការបង្រៀនតាមរយៈ Telegram និងវគ្គមូលដ្ឋានគ្រឹះជាដើមបងប្អូនដែលចាប់អារម្មណ៍អាចធ្វើការ contact តាមរយៈ Telegram